គោស្ត្រីជាមួយនឹងខ្ទឹមសនេះដាក់ទៅអឹកនេះកសាថ្ងៃនេះខ្ញុំបុកមកជូរកសាំងនេះគ្រឿងក្រៅអញ្ចឹងមានដូចជាកសាំងហើយនេះគ្រឿងក្រៅនេះថ្ងៃនេះខ្ញុំបុកកសាំងជាមួយនឹងម្អមប្លែកមែនតើបងប្អូនអញ្ចឹងខ្ញុំដាក់បុកជាមួយនឹងកសាំងយកតែម្ដងបន្ទាប់មកខ្ញុំដាក់ជាមួយនឹងគល់ស្លឹកគ្រៃមានគល់ស្លឹកគ្រៃមានជាមួយនឹងខ្ទឹមសមានជាមួយនឹងម្ទេសនេះដាក់កាន់តែហើយគឺកាន់តែឆ្ងាញ់ខ្ញុំដាក់នេះម្អមខ្ញុំចាំដាក់ក្រោយហើយនេះទាំងអស់គ្នាបុកឲ្យម៉ត់ជាមួយនឹងកសាំងមកគ្រឿងក្រៅហ្នឹងបុកឲ្យវាចូលជាតិបែបនេះហើយចាំដាក់គ្រឿងចូលបន្ថែមទៀតបងអ្នកទាំងអស់គ្នាដាក់ជាមួយអំបិលស្ករចេញឲ្យហើយក៏បានតែប៉ុន្តែគាត់ថាពេលដាក់ធ្វើអីអញ្ចឹងខ្ញុំអត់ដាក់ទេខ្ញុំដាក់មកហើយខ្ញុំដាក់ជាមួយស្ករសចេញហើយចំពោះកសាំងនេះខ្ញុំអត់ក្លុកទេខ្ញុំបុកវិញក្លុកមកពេកឆ្ងាញ់តិចខ្ញុំប្រើបុកបែបនេះទៅឆ្ងាញ់គាត់ថាបុកវាខុសពីការក្លុកវាលឿនប៉ុន្តែវារសជាតិវាក៏តាមនឹងដែរនេះទាំងអស់គ្នាប្រមាត់បុកប្រមាត់ទៅតែក៏គុំដុំពេកនេះកសាំងក្រោយពីការបុកហើយខ្ញុំបុកបានប៉ុណ្ណេះណាខ្ញុំបុកបានមកប៉ុណ្ណេះអញ្ចឹងខ្ញុំអត់ទាន់បុកថែមទៀតទេខ្ញុំដាក់ជាមួយនឹងអីម្អមខ្ញុំចូលតែម្ដងពេលដែលយកបុកម្អមទៅបន្ថែមទៀតប្រកបជាម៉ត់កសាំងហ្នឹងឯងអញ្ចឹងខ្ញុំអត់បុកម៉ត់ខ្លាំងណាបន្ទាប់មកខ្ញុំប្រើជាមួយប៊ីចេងបន្តិចប៊ីចេងខ្ញុំអត់ប្រើច្រើនពេកទេខ្ញុំប្រើបន្តិចទេបើសិនជាបងប្អូនហូបប៊ីចេងច្រើនដាក់ច្រើនទៅបើសិនជាបងប្អូនអត់ហូបប៊ីចេងទេមិនដាក់ក៏បានដែរបន្ទាប់មកខ្ញុំប្រើជាមួយនឹងម្សៅស៊ុបខ្ញុំប្រើប៉ុណ្នេះអត់ប្រើទេណាខ្ញុំប្រើជាមួយម្សៅស៊ុបខ្ញុំប្រើជាមួយនឹងស្ករចឹងតែប៉ុណ្ណឹងហើយគ្រឿងក្រៅរបស់យើងបុកពេលណាមូលហេតុដែលខ្ញុំអត់ដាក់ស្ករប៊ីចេងចូលមុនវាប្រអត់ជាស្អិតហើយវាចេញទឹកអត់ហើយចំពោះម្អមយើងអស់ហាន់ឲ្យល្អិតបែបនេះទៅបុកដាក់បន្តិចខ្ញុំតិចទៅជុំនេះខោពីការបុកហើយអ្នកទាំងអស់គ្នាព្រោះតាមរសជាតិដែលអ្នកទាំងអស់គ្នាចង់បានទៅសម្រាប់ខ្ញុំរសជាតិប៉ុណ្នេះបានអត់ប្រៃអត់ផ្អែមហើយក៏អត់ហឹរដែរនេះផ្អែមល្អឆ្ងាញ់មែនទែនរសជាតិប៉ុណ្នេះឆ្ងាញ់ណាស់ខ្ញុំដាក់ចូលចានតែម្ដងអត់បុកយកមកពេកទេខ្ញុំអត់បុកយកមកពេកទេខ្ញុំបុកយកប៉ុណ្នេះគឺនៅជិបឆ្ងាញ់ណាហើយធានាជូនបងរសជាតិដាក់ជាមួយនឹងម្អមនេះឆ្ងាញ់ប្លែកមែនទែនបងប្អូនអាចសាកបានជាមួយនឹងការបុកកសាំងជាមួយម្អមបើដាក់ជាមួយនឹងត្រីអាំងតិចរត់តែឆ្ងាញ់ណាដាក់ជាមួយត្រីអាំងតិចរត់តែឆ្ងាញ់អូខេអញ្ចឹងហើយបុកកសាំងជាមួយម្អមអញ្ចឹងប៉ុណ្នេះ